ឈប់សម្លឹងមើលនៅអ្វីដែលបាត់បង់ទៅហើយងាកមកមើលអ្វីដែលនៅសេសសល់ព្រោះអ្វីដែលនៅសល់គឺជាដើមទុនដំបូងរបស់អ្នករាល់ពេលដែលអ្នកអស់កម្លាំងចិត្តសូមប្រាប់ខ្លួនឯងថានេះមិនមែនជាចំណុចបញ្ចប់នោះទេតែវាគឺជាចំណុចផ្លាស់ប្ដូរកុំវិនិច្ឆ័យជីវិតទាំងមូលត្រឹមតែថ្ងៃអាក្រក់តែមួយថ្ងៃប៉ុណ្ណោះរដូវកាលរបស់មនុស្សតែងតែមានការផ្លាស់ប្ដូរជានិច្ចប្រសិនបើឥឡូវនេះវាកំពុងតែងងឹតវាមានន័យថាអ្នកចិត្តនឹងបានឃើញពន្លឺដែលច្បាស់ជាងមុនលុយកាក់ការងារឱកាសនិងមនុស្សល្អៗនៅតែមាននៅលើโลกនេះហើយពួកគេកំពុងតែដើរមករកអ្នកថ្ងៃនេះមិនចាំបាច់ត្រូវខ្លាចជាអ្នកដែលពូកែបំផុតនោះទេគ្រាន់តែមិនបោះបង់ក៏ចាត់ទុកថាឈ្នះបាត់ទៅហើយចិត្តដែលនៅសល់អាចក្រោកឈរឡើងវិញបានគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតថាមពលថ្មីកំពុងតែចូលមកដល់ជីវិតរបស់អ្នកកំពុងតែលើកកម្ពស់ឡើងបន្តិចម្ដងត្រូវចងចាំទុកថាមនុស្សដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវច្រើនមកនឹងអាចដើរទៅមុខបានឆ្ងាយជាងអ្វីដែលខ្លួនឯងគិត